លោកឧត្តមសេនីយ៍ត្រីនិតនរងអំពីវនីវកុំចែករំលែកព័ត៌មានព្រំដែនគ្មានប្រភពផ្លូវការដើម្បីទប់ស្កាត់ព័ត៌មានคล้ายៗលោកឧត្តមសេនីយ៍ត្រីនិតនរងនាយសេនាធិការរងនិងជាប្រធានក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃយោធភូមិភាគទី4កងទ័ពជើងគោកសូមអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់សូមកុំផ្សព្វផ្សាយឬចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពតាមបណ្ដោយព្រំដែនដោយផ្អែកលើការដឹងឮផ្ទាល់ខ្លួនឬប្រភពដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពាវនាវនេះធ្វើឡើងតាមរយៈបណ្ដាញសង្គមនាថ្ងៃទី5ខែកក្កដាឆ្នាំ2026ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតដែលអាចបង្កឲ្យមានការភ័ន្តច្រឡំនិងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខស្ថិរភាពនិងទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែនជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រីនិតនរងក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ដែលបានចូលរួមសហការតាមដាននិងចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវដោយពឹងផ្អែកលើប្រភពព័ត៌មានផ្លូវការតែប៉ុណ្ណោះ